នេះជាដាវបង្ក្រាបបិសាចមែនទេចំណុចខ្សោយឈ្នះហើយសិស្សច្បងស្រីធំឈ្នះហើយពួកយើងឈ្នះហើយដាវបង្ក្រាបបិសាចទេមិនអាចទៅរួចទេអ្នកដែលអាចបញ្ជាដាវដ៏អស្ចារ្យនោះបានមិនអាចជាមនុស្សឥតប្រយោជន៍បែបនេះដាច់ខាតហ្វូយ៉ាវពួកយើងឈ្នះហើយបើគ្មានការវាយមួយបាតដៃរបស់អ្នកទេពួកយើងច្បាស់ជាស្លាប់មិនខានហេយកដាវបង្ក្រាបបិសាចคล้ายៗមកបំភ័យគេលើឆាកដើម្បីកេងចំណេញមិនយូរមិនឆាប់នឹងត្រូវគេដឹងខ្លួនជាមិនខានទេខ្ញុំគ្រាន់តែគិតឃើញការប្រើដាវคล้ายៗដើម្បីបង្ខំឲ្យស្ត្រូវបញ្ចេញចំណុចខ្សោយប៉ុន្តែប្រមុខនិកាយឆ្លាតជាងអ្វីដែលខ្ញុំគិតទៅទៀតល្បិចក្មេងលេងស្វែងរកសេចក្តីស្លាប់មែនទេប្រមុខនិកាយប្រយ័ត្នការប្រើល្បិចកនៅចំពោះមុខកម្លាំងពិតប្រាកដវាគ្រាន់តែជារឿងកំ pl ែងតែប៉ុណ្ណោះក្បាច់គុណរបស់ស៊ីឡូសាសគឺខ្លាំងជាងគុយនូយ៉ាងហោចណាស់10 ដងទៅទៀតពេលនេះមានតែសង្ឃឹមលើប្រមុខនិកាយហើយសង្ឃឹមលើខ្ញុំបើជាបាតដៃអំបញ្ញមិញនេះខ្ញុំប្រហែលជារលាយបាត់រូបទៅហើយស៊ីឡូសាសខ្លាំងពេកហើយមានតែប្រើវិធីរបស់ប្រមុខនិកាយដើម្បីអូសបន្លាយពេលប៉ុណ្ណោះស៊ីឡូសាសកុំអាលអខ្លាំងពេកប្រមុខនិកាយរបស់ពួកយើងធ្លាប់កំចាត់ស្ដេចបិសាចតែម្នាក់ឯងឲ្យតែលោកចេញដៃនិកាយដាវទុច្ចរិតទាំងមូលរបស់អ្នកក៏មិនមែនជាគូប្រកួតដែរនិយាយអ៊ូធំលឹងទោះជាចង់បោកប្រាស់គេក៏មិនគួរនិយាយហួសហេតុពេកដែរត្រូវហើយឲ្យតែប្រមុខនិកាយចេញដៃលោកច្បាស់ជាត្រូវវារហូតដល់ស្រែយំរកម៉ែក៏មិនខានប្រមុខនិកាយចង់អូសបន្លាយពេលមែនទេទោះបីជាពួកឯងហ៊ាននិយាយតើប្រមុខនិកាយរបស់ពួកឯងហ៊ានទទួលស្គាល់ដែរឬទេស៊ីឡូសាសខ្ញុំអាចប្រកួតតំណែងប្រមុខនិកាយឲ្យលោកបានមិនអាចទេស៊ូសានការពារជីវិតមនុស្សលោកទាំងអស់បើប្រកួតតំណែងប្រមុខនិកាយទៅពិភពលោកនឹងត្រូវវិនាសជាមិនខានខ្ញុំមិនអាចគិតច្រើនបានទៀតទេបើខ្ញុំមិនប្រកួតឲ្យទេពួកឯងទាំងអស់គ្នានឹងត្រូវស្លាប់និមិត្តសញ្ញាប្រមុខនិកាយខ្ញុំអាចឲ្យបានប៉ុន្តែលោកត្រូវតែទុកផ្លូវរស់ឲ្យពួកគេមិនអាចទេប្រមុខនិកាយគ្រប់គ្រាន់ហើយខ្ញុំជាប្រមុខនិកាយស៊ីឡូសាសឲ្យតែលោកយល់ព្រមតំណែងប្រមុខនិកាយនឹងក្លាយជារបស់លោកហាគួរឲ្យចាប់អារម្មណ៍ណាស់ស៊ូហឺថាឯងជាមនុស្សឥតប្រយោជន៍គឺចាត់ទុកថាលើកដំកើងឯងពេកហើយនេះឯងគិតចង់ចុះចាញ់ដោយមិនបាច់ប្រយុទ្ធមែនទេប៉ុន្តែបើចង់រក្សាជីវិតពួកគេឯងត្រូវតែទ្រាំទ្រការវាយ3បាតដៃពីខ្ញុំសិនយ៉ាងម៉េចដែរយល់ព្រមតែ3បាតដៃប៉ុណ្ណោះបាតដៃទី1ទុកឲ្យខ្ញុំជាអ្នករងចុះទោះបីជាមិនឈ្នះក៏អាចកាត់បន្ថយកម្លាំងរបស់គេបានខ្លះដែរហ្វូយ៉ានិយាយតែអួតក្តែងទៅតែរងមួយបាតដៃក៏ទ្រាំមិនបានទៅហើយសិស្សច្បងមិនអាចទៅទៀតទេខ្ញុំជាសិស្សច្បងស្រីធំរបស់ស៊ូសានទ្រាំទ្រមួយបាតដៃទៀតប្រមុខនិកាយនឹងមានឱកាសកាន់តែច្រើនខ្ញុំមើលទៅពួកឯងក៏មិនអាចទ្រាំទ្របាន3បាតដៃដែរមិនអីទេខ្ញុំនឹងបដូរវិធីថ្មីស៊ូហឺឲ្យតែឯងវាកាត់ក្រោមចន្លោះជើងរបស់ខ្ញុំនឹងលើកលែងទោសឲ្យពួកឯងទាំងអស់គ្នាពួកមនុស្សឥតបានការដែលនៅពីក្រោយឯងលោកនិយាយថាអីគាត់គឺជាប្រមុខនិកាយស៊ូសានរបស់ពួកយើងរាប់រយឆ្នាំមកនេះតើស៊ូសានធ្លាប់រងការប្រមាថមើលងាយខ្លាំងបែបនេះពីពេលណាខ្ញុំនឹងវាប្រមុខនិកាយពួកយើងសុខចិត្តស្លាប់ក៏មិនចង់ឃើញប្រមុខនិកាយរងការអាប់អន់បែបនេះដែរតើកិត្តិយសមានតម្លៃស្អីទៅកិត្តិយសអាចដូរយកលុយបានប៉ុន្មានទៅតាំងពីតូចដល់ធំតើមានទុក្ខលំបាកណាដែលខ្ញុំមិនធ្លាប់ហែកឆ្លងគ្រាន់តែវាកាត់ក្រោមចន្លោះជើងដើម្បីដូរយកជីវិតអ្នករាល់គ្នាវាពិតជាមានតម្លៃណាស់ប្រមុខនិកាយមិនអាចវាទេហាប្រមុខនិកាយស៊ូសានដកតុងឧត្តមបែរជាមកលុតជង្គង់ដូចជាសាច់ឆ្កែទៅវិញស៊ូហឺការលុតជង្គង់របស់ឯងលើកនេះគឺកំពុងតែបំផ្លាញកិត្តិយសរបស់ស៊ូសានទាំងមូលហើយប្រមុខនិកាយមិនអាចវាបានទេលោកគឺជាក្តីសង្ឃឹមរបស់ស៊ូសានពួកយើងណាប្រមុខនិកាយខ្ញុំមិនមែនជាក្តីសង្ឃឹមស្អីទេខ្ញុំគ្រាន់តែជាមនុស្សបោកប្រាស់ម្នាក់ប៉ុណ្ណោះស្ដេចបិសាចត្រូវបានខ្ញុំដាក់ថ្នាំសន្លប់ទេហើយនេះក៏មិនមែនជាដាវបង្ក្រាបបិសាចស្អីដែរវាគ្រាន់តែជាដែកអេតចាយមួយដុំប៉ុណ្ណោះខ្ញុំគ្រាន់តែចង់សន្សំលុយដើម្បីសាងសង់ផ្ទះមួយសម្រាប់ប្អូនស្រីខ្ញុំតើពួកឯងចង់ឲ្យខ្ញុំធ្វើបែបណាទៀតទៅបងប្រុសក្រោកឈរឡើងប្រមុខនិកាយពួកយើងអាចឈ្នះបានណាប្រមុខនិកាយបងប្រុសពិតជាមនុស្សឥតបានការមែនបើបែបនេះទៅហើយឯងក៏គ្មានចាំបាច់រស់នៅបន្តទៀតដែរឡូហេតុអីបានជាមានរបួសពេញខ្លួនបែបនេះបងប្រុសកុំអីបងប្រុសពិតជាស្រីក្មេងមិនខ្លាចស្លាប់មែនឈាមស្រស់ត្រូវបានបិទជញ្ជក់អស់ទៅហើយនៅតែហ៊ានមកទៀតតើវាមានរឿងអីកើតឡើងឲ្យប្រកាសទៅ
មើលទៅឯងប្រហែលជាមិនទាន់ដឹងរឿងដែលប្អូនស្រីឯងយកសាច់និងឈាមទៅដូរយកថ្នាំទេដឹងមានបងប្រុសអត់បានការបែបនេះសូម្បីតែស្លាប់ទៅក៏នាងបិទភ្នែកមិនចិត្តដែរតើខ្លួនឯងនៅសល់ឈាមស្អីទៀតទៅថ្នាំដែលខ្ញុំឲ្យឯងគឺដើម្បីឲ្យឯងស្ដារកម្លាំងឡើងវិញទេតែឯងបែរជាយកវាទៅឲ្យពួកមនុស្សអត់បានការនៅស៊ូសានទាំងអស់នៅទីនេះខ្ញុំនៅសល់ឈាមទៀតសូមអង្វរលោកជួយផ្ដល់ថ្នាំបន្សាបឲ្យខ្ញុំបន្ថែមទៀតមកទាំងនេះនិងទាំងនេះទៀតគឺជាលុយកាក់ដែលខ្ញុំបានសន្សំជាច្រើនឆ្នាំមកនេះតើគ្រូពេទ្យទេវតានៅសល់ថ្នាំប៉ុន្មានទៀតខ្ញុំសូមទិញយកទាំងអស់បងប្រុសកុំបារម្ភអីមិនថាបងប្រុសត្រូវការប៉ុន្មានទេឡូច្បាស់ជាស្វែងរកមកជូនបងប្រុសឲ្យបានឡូជួយផងជួយជីវិតផងពិតជាល្អឥតខ្ចោះណាស់សម្រាប់ដូរយកសាច់និងឈាមដើមឡើយខ្ញុំចង់លេងជាមួយនាង2 3ថ្ងៃទៀតប៉ុន្តែគួរឲ្យស្ដាយដែលនាងយកថ្នាំទាំងអស់ទៅឲ្យពួកឯងហើយអំបញ្ញមិញនេះថែមទាំងរងបាតដៃជំនួសឯងរហូតដល់បែកបាក់សរសៃបេះដូងទៀតឯងប្រាប់មើលហេតុអីក៏នាងល្ងងម្លេះឡូបងនឹងនាំឯងទៅបងនឹងនាំឯងទៅឥឡូវនេះបងលែងចង់បានលុយនេះទៀតហើយទាំងអស់នេះមកពីបងខុសផ្ទាល់បងប្រុសកុំយំអីឡូធ្វើដោយស្ម័គ្រចិត្តទេខ្ញុំជឿជាក់លើបងប្រុសថាច្បាស់ជាខ្លាយជាប្រមុខនិកាយដ៏ល្អម្នាក់បងប្រុសបងប្រាប់ខ្ញុំមើលតើពេលណាពួកយើងនឹងមានផ្ទះសម្បែងនឹងគេដែរទៅឡូបងសន្យានឹងឯងថ្ងៃអនាគតបងច្បាស់ជារកផ្ទះមួយឲ្យឯងហើយដាំផ្កាឈូករ័ត្នដែលឯងចូលចិត្តឲ្យពេញទីនោះតែម្ដងចាស់សបងប្រុសបងរងាទេបងមិនរងាទេបងរឹងមាំខ្លាំងណាស់បងប្រុសនិយាយកុហកហើយខ្ញុំដឹងថាបងខំរកលុយរហូតមកគឺចង់ផ្ដល់ផ្ទះមួយឲ្យខ្ញុំប៉ុន្តែខ្ញុំភ្លេចគិតទៅថាតាមពិតពួកយើងតែងតែមានផ្ទះជានិច្ចអញកុំនិយាយអីទៀតទីណាមានបងនៅទីនោះហើយជាផ្ទះរបស់ខ្ញុំនៅធ្វើជាប្រមុខនិកាយទៀតបងស្បត់នេះជាលើកចុងក្រោយបងអស់ហើយឲ្យតែធ្វើការងារមួយនេះរួចរាល់បងប្រុសបងមិនអីទេមែនទេពួកសិស្សស៊ូសានទាំងនេះមើលទៅដូចជាចាត់ទុកពួកយើងជាសមាជិកគ្រួសារអញ្ចឹងខ្ញុំមិនទៅណាទេងាយស្រួលម្លេះឡូជួយផងមនុស្សឥតបានការម្នាក់ដែលគ្មានសមត្ថភាពស័ក្តិសមនឹងតំណែងចុងក្រោយក៏មិនអាចការពារអ្នកណាបានដែរប្រមុខនិកាយស៊ូសានដ៏អស្ចារ្យសូម្បីតែជីវិតប្អូនស្រីខ្លួនឯងក៏ត្រូវបាត់បង់ដែរឯងប្រាប់មើលថាតើឯងនៅមានប្រយោជន៍អីទៀតគួរឲ្យស្ដាយណាស់រូបកាយត្រង់ដ៏ល្អបែបនេះមិនទាន់បានលេងប៉ុន្មានដងផងក៏ស្លាប់បាត់ទៅហើយគុយនូចាត់ការទៅការពារប្រមុខនិកាយនៅមានពួកយើងទៀតពួកយើងត្រូវតែសងសឹកជូនកញ្ញាស៊ូក្នុងពេលដែលពួកឯងចង់ទៅតាមកំដរស្រីក្មេងម្នាក់នោះទៅហើយចឹងខ្ញុំនឹងជូនពួកឯងទៅជាមួយគ្នាទាំងអស់តែម្ដងមិនអាចទៅរួចទេលើកលែងតែនោះពិតជាដាវបង្ក្រាបបិសាចមែនច្បាស់ជាស៊ូហ៊ឺបានភ្ជាប់និស្ស័យជាម្ចាស់ជាមួយវានៅក្នុងមហាប៉មបង្ក្រាបបិសាចហើយស្មានមិនដល់ថានឹងត្រូវជួបនឹងដាវបង្ក្រាបបិសាចសោះដកថយប្រមុខនិកាយស៊ីឡូសាសដកថយហើយចំណែកកញ្ញាស៊ូនាងឡូអញបើកភ្នែកមើលបងប្រុសបន្តិចមើលឡូប្រមុខនិកាយសូមកាត់ចិត្តទៅវិញ្ញាណដែលនៅសេសសល់របស់កញ្ញាស៊ូមិនទាន់រលាយបាត់អស់ទាំងស្រុងទេគឺវាបានបំបែកជាព្រលឹង3ចែកភីទៅគ្រប់ទីនៃត្រីភពឲ្យតែពួកយើងស្វែងរកព្រលឹងទាំងនោះឃើញទាំងអស់កញ្ញាស៊ូនៅតែអាចសង្គ្រោះបានលោកចង់មានន័យថាឡូអាចរស់ឡើងវិញបានមែនទេចាសបន្ទាប់ពីមនុស្សលោកស្លាប់ទៅព្រលឹងច្បាស់ជាត្រូវឆ្លងកាត់យមភពប្រហែលជានៅក្នុងយមភពពួកយើងអាចរកឃើញតម្រុយព្រលឹងរបស់កញ្ញាស៊ូបានឡូបងប្រុសច្បាស់ជាស្វែងរកព្រលឹងរបស់ឯងឲ្យឃើញមិនខានប្រមុខនិកាយសូមកុំឆេវឆាវអីយមភពគឺពោពេញដោយគ្រោះថ្នាក់ខ្លាំងណាស់កញ្ញាស៊ូសុខចិត្តយកឈាមទៅដូរថ្នាំនាងមានគុណចំពោះស៊ូសានពួកយើងណាស់ខ្ញុំជីស៊ូសូមអំពាវនាវដល់សហសិស្សទាំងអស់ជួយជ្រោមជ្រែងប្រមុខនិកាយរបស់យើងម្នាក់មួយដៃខ្ញុំទៅដែរកញ្ញាស៊ូនិងប្រមុខនិកាយសុទ្ធតែជាអ្នកមានគុណរបស់ខ្ញុំពេលនេះពួកគាត់មានទុកតាឲ្យខ្ញុំឈរមើលដោយមិនជួយសង្គ្រោះម្ដេចនឹងកើតខ្ញុំក៏ទៅដែរខ្ញុំទទួលស្គាល់តែលោកជាប្រមុខនិកាយខ្ញុំស៊ូហ៊ឺគ្រាន់តែជាមនុស្សសាមញ្ញម្នាក់មិនចេះនិយាយពាក្យផ្អែមល្ហែមអីទេខ្ញុំប្រមុខនិកាយចាំបន្តិចសូមរាប់ខ្ញុំម្នាក់ទៀតផង
ទោះបីជាខ្ញុំនៅតែមិនចង់ទទួលស្គាល់លោកជាប្រមុខនិកាយក៏ដោយប៉ុន្តែខ្ញុំក៏មិនចង់ជំពាក់គុណស្រីម្នាក់នោះដែរប្រមុខនិកាយរៀងរាល់វេលាអាធ្រាត្រនៃថ្ងៃទី3រាល់ខែទ្វារយមភពនឹងបើកចំហមនុស្សរស់អាចចូលទៅក្នុងយមភពបានប៉ុន្តែនៅពេលនោះធាតុត្រជាក់យិនគឺខ្លាំងបំផុតពួកយើងចាត់ទុកថាជាកន្លះទេពទើបអាចរក្សាក្បាច់គុណបានតែប្រមុខនិកាយលោកជាមនុស្សធម្មតានឹងមិនអាចប្រើប្រាស់មន្តអាគមអ្វីបានទាំងអស់ចុះដាវបង្ក្រាបបិសាចក៏មិនអាចប្រើប្រាស់បានដែរមែនទេចាសសូវបើប្រមុខនិកាយចង់ស្ដារកម្លាំងឡើងវិញដើម្បីបញ្ជាដាវបង្ក្រាបបិសាចលុះត្រាតែចូលទៅក្នុងយមភពបាន12យាមសិនប៉ុន្តែនៅពេលនោះក៏ជាពេលដែលព្រលឹងរបស់កញ្ញាស៊ូត្រូវរលាយបាត់ទាំងស្រុងដែរនេះហើយជាយមភពមែនទេ